ក្នុងភូមិយើងពេលយើងកាប់ក្បីយើងសែនហើយយើងដុតទៀនដាក់បុណ្យដើមទៀនដើម្បីអីដើម្បីហ្នឹងជាតំណាងផ្លូវព្រះកាប់ក្បីសែនហើយយើងដុតទៀនណាយកដុតទៀនអត់ថាដើម4ដើមអញ្ចឹងយើងដាក់4ដើមទៀនហ្នឹងដាក់4ដើមទៀនដើម្បីអីដើម្បីហ្នឹងជាតំណាងផ្លូវព្រះពេលទៀតយើងបាច់ចុងកបាច់ចុងកហ្នឹងតំណាងផ្កាយបាទតំណាងផ្កាយហៅអាទីបដាមកជួយមើលជួយទទួលយកពេលជូនឲ្យគេហើយឲ្យអាទីបដានឹងជួយមួជួយថែជួយរក្សាអ្នកជូនឈ្គុណអ្នកជូនក្បីនឹងឲ្យគាត់នឹងឲ្យទីបដានឹងជួយគឺតំណាងមាន2តំណាងនឹងហើយទៀននឹងបាច់ចុងកបើអត់មាននឹងអត់កើតទេព្រោះបៃនៃទំនាក់ទំនងអញ្ចឹង